តាមរយៈពិធីសារនៃការផ្ទេរអំណាចយោធាចុះថ្ងៃទី17ខែតុលាឆ្នាំ1953បានចែងថារដ្ឋាភិបាលនៃសាធារណរដ្ឋបារាំងបានសម្រេចផ្ទេរអំណាចទាំងអស់ក្នុងវិស័យយោធាមកឲ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងពេញបរិបូរណ៍ក្នុងអធិបតេយ្យជាតិរបស់ខ្លួនរួមទាំងកងឯកភាពទាំងឡាយផងដែរចុះហេតុអ្វីបានជាកម្ពុជាកំណត់យកថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1953ជាថ្ងៃបុណ្យឯករាជ្យជាតិទៅវិញក្រោយការចរចាយ៉ាងតឹងសរសៃករវាងប៉ែននុតឧបនាយករដ្ឋមន្ត្រីកម្ពុជាជាមួយរីស្ទើរុស្ស៊ីស្នងការជាន់ខ្ពស់បារាំងនិងឧត្តមសេនីយ៍ដឺឡង់ក្លាតអគ្គបញ្ជាការយោធាបារាំងប្រចាំប្រទេសកម្ពុជាមកកិច្ចព្រមព្រៀងដ៏ពេញលេញមួយត្រូវបានបង្កើតឡើងនៅក្នុងកិច្ចព្រមព្រៀងស្តីពីការផ្ទេរអំណាចរបស់បារាំងមកឲ្យខ្មែរវិញនោះពិធីសារនៃការផ្ទេរអំណាចតុលាការចុះថ្ងៃទី29ខែសីហាឆ្នាំ1953បានចែងថារដ្ឋាភិបាលនៃសាធារណរដ្ឋបារាំងបានសម្រេចផ្ទេរនិងប្រគល់អំណាចតុលាការឲ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាវិញហើយការផ្ទេរនិងប្រគល់អំណាចតុលាការនេះនឹងត្រូវចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខាពោលគឺថ្ងៃទី29ខែសីហាឆ្នាំ1953នេះតទៅពិធីសារនៃការផ្ទេរអំណាចប៉ូលីសនិងសន្តិសុខចុះថ្ងៃទី29ខែសីហាឆ្នាំ1953នោះដែរបានចែងថារដ្ឋាភិបាលនៃសាធារណរដ្ឋបារាំងបានសម្រេចផ្ទេរអំណាចប៉ូលីសនិងសន្តិសុខគ្រប់បែបយ៉ាងដែលខ្លួនកាន់កាប់តាំងពីដើមរហូតមកដល់សប្តាហ៍ថ្ងៃនេះមកឲ្យរាជរដ្ឋាភិបាលកម្ពុជាយើងវិញលិខិតលេខ2756/C ចុះថ្ងៃទី29ខែសីហាឆ្នាំ1953របស់អគ្គបញ្ជាការកងទ័ពបារាំងប្រចាំកម្ពុជាឧត្តមសេនីយ៍ដឺឡង់ក្លាតផ្ញើជូនឧបនាយករដ្ឋមន្ត្រីប៉ែននុតមានខ្លឹមសារជាអាចថាខ្ញុំមានកិត្តិយសនឹងបញ្ជាក់ជូនលោកឧបនាយករដ្ឋមន្ត្រីថាបន្ទាប់ពីការផ្ទេរអំណាចខាងតុលាការប៉ូលីសនិងសន្តិសុខមកតួនាទីទាំងឡាយនៃកងអាវុធហត្ថរបស់បារាំងក៏ត្រូវតែបញ្ចប់សកម្មភាពផងដែរបន្ទាប់មកពិធីសារនៃការផ្ទេរអំណាចយោធាចុះថ្ងៃទី17ខែតុលាឆ្នាំ1953បានចែងថារដ្ឋាភិបាលនៃសាធារណរដ្ឋបារាំងបានសម្រេចផ្ទេរអំណាចទាំងអស់ក្នុងវិស័យយោធាមកឲ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងពេញបរិបូរណ៍ក្នុងអធិបតេយ្យជាតិរបស់ខ្លួនក្នុងខែតុលាឆ្នាំ1953ទស្សនាវដ្តីប្រចាំសប្តាហ៍របស់បារាំងឈ្មោះប៉ារីសម៉ាត់បានចុះផ្សាយអត្ថបទវិភាគមួយដែលតាក់ទងដល់ដំណាក់កាលទី2នៃព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យរបស់ព្រះមហាក្សត្រសីហនុថាឧត្តមសេនីយ៍ណារ៉ាមេបញ្ជាការកងទ័ពបារាំងប្រចាំឥណ្ឌូចិនទាំងមូលកំពុងប្រជុំមុខនឹងសមរភូមិ2គឺទី1សមរភូមិនៃការគំរាមកំហែងរបស់កងទ័ពវៀតមិញនិងទី2សមរភូមិដែលបង្កឡើងដោយការរឹងរូសរបស់សម្ដេចដ៏ចម្លែកដែលបានបោះបង់ចោលរាជធានីភ្នំពេញរបស់ខ្លួនទៅបោះទីតាំងនៅក្បែរប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាបដើម្បីទាមទារឯករាជ្យឲ្យប្រទេសជាតិរបស់ព្រះអង្គប៉ុន្តែរហូតមកដល់ពេលនេះបើទោះបីជាមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបារាំងខ្មែរហើយក៏ដោយក៏ព្រះអង្គពុំទាន់ចាក់ចេញពីតំបន់ស្វយ័តនោះទេតាមពិតទៅព្រះមហាក្សត្រសីហនុគ្រោងនឹងយាងត្រឡប់ចូលរាជធានីភ្នំពេញវិញដែរព្រោះនៅក្នុងខែតុលានោះបារាំងបានយល់ព្រមតាមការទាមទាររបស់ព្រះអង្គគ្រប់យ៉ាងអស់ទៅហើយប៉ុន្តែបើតាមការគន់គូររបស់ហោរាប្រចាំព្រះបរមរាជវាំងដែលព្រះមេដារបស់ព្រះអង្គមានជំនឿជឿជាក់បំផុតនោះបានកំណត់ថាត្រូវយកថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1953ធ្វើជាថ្ងៃអ្នកខិត្តរិទ្ធនៃការយាងត្រឡប់ចូលព្រះបរមរាជវាំងវិញនៅថ្ងៃទី8ខែវិច្ឆិកាឆ្នាំ1953ប្រជារាស្ត្រទាំងឡាយដែលរស់នៅតំបន់ដែលក្បួនព្រះទីនាំងរថយន្តរបស់ព្រះមហាក្សត្រត្រូវឆ្លងកាត់ពីខេត្តសៀមរាបមកភ្នំពេញដែលមានចម្ងាយប្រមាណ300គីឡូម៉ែត្របាននាំគ្នារងចាំទទួលស្វាគមន៍សម្ដែងគិរវភក្តីចំពោះព្រះរាជដំណើរព្រះអង្គយ៉ាងអធិកធមក្រោមសម្រែកជ័យឃោសខ្លាំងៗថាជ័យយោព្រះមហាក្សត្រជ័យយោព្រះមហាក្សត្រ
លុះមកដល់ព្រះបរមរាជវាំងព្រះសង្ឃរាប់រយអង្គបានសូត្រចយន្តោប្រសិទ្ធពរជ័យថ្វាយព្រះអង្គយ៉ាងកងរំពងព្រឹកឡើងថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1953 Richter Rossi អគ្គស្នងការជាន់ខ្ពស់បារាំងនិងឧត្តមសេនីយ៍ De L'Enclade អគ្គបញ្ជាការកងទ័ពបារាំងប្រចាំប្រទេសកម្ពុជាបានចូលរួមជាអធិបតីជាមួយព្រះមហាក្សត្រខ្មែរក្នុងពិធីផ្ទេរអំណាចយោធាមកឲ្យកម្ពុជាវិញដោយមានក្បួនព្យុហយាត្រារបស់កងជីវពលនារីក្លាហានក្នុងឯកស្ថានពរកុកីមកពីគ្រប់ទិសទីក្នុងព្រះរាជាណាចក្រកម្ពុជាប្រមាណ 1000 នាក់យ៉ាងកក្រឹកកក្រែងជាមួយគ្នានោះក៏មានក្បួនកងទ័ពសហភាពបារាំងដែលរួមមានជនជាតិសេនេហ្គាល់ ម៉ាដាហ្គាស្កា អាសេរី ទុយនេស៊ីនិងម៉ារ៉ុកដែលពួកគេត្រូវចាក់ចេញទៅបន្តការប្រយុទ្ធនៅសមរភូមិប្រទេសវៀតណាមនិងឡាវនោះក៏បានចូលរួមផងដែរទស្សនាបតីប៉ារីសម៉ាត់របស់បារាំងបានចុះផ្សាយអត្ថបទអត្ថាធិប្បាយពីការចាក់ចេញរបស់បារាំងដែលស្ដាប់ទៅគួរឲ្យស្រងេះស្រងោចថាក្រោមផ្ទៃមេឃខ្វាញ់ខ្វាត់ដោយភ្នែកបន្ទោនិងសូរសន្ធឹកផ្គួរលាន់ក្រោមក្រសែភ្នែកអិសរាជជន3នាក់គឺទី1 Richter Rossi អគ្គស្នងការជាន់ខ្ពស់បារាំងទី2ឧត្តមសេនីយ៍ De L'Enclade អគ្គមេបញ្ជាការកងទ័ពបារាំងប្រចាំប្រទេសកម្ពុជានិងទី3ព្រះមហាក្សត្រសីហនុដែលត្រូវបានគេលើកដង្កើងជាវីរបុរសជាតិនោះគឺជាការស័ក្តិសមបំផុតចំពោះព្រះអង្គដែលទទួលបានការលើកដង្កើងនេះប៉ុន្តែព្រះអង្គបានឈរគំនាត់ក្បួនដំណើរចាក់ចេញរបស់កងទ័ពបារាំងដោយទឹកមុខក្រៀមក្រំដោយស្ដេចហង្រីទី4នៃប្រទេសបារាំងពេលឈរគំនាប់ក្បួនដំណើរចាក់ចេញរបស់កងទ័ពអេស្ប៉ាញ៉ុលកាលពីអតីតកាលខណៈដែលព្រះអង្គមិនមែនជាស្ដេចហង្រីទី4ហើយប្រទេសបារាំងក៏មិនមែនជាអ្នកឈ្លានពានប្រទេសកម្ពុជានោះដែរគឺគ្រាន់តែជាអ្នកការពារនិងជាអាណាព្យាបាលកម្ពុជាប៉ុណ្ណោះ